ប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃអង្គារទី4ខែសីហាឆ្នាំ2026វេលាម៉ោង 10:00 នាទីព្រឹកក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ASEAN Observer Team Cambodia ដែលហៅកាត់ថា AOTKH ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTKH HOM ពីសាធារណរដ្ឋហ្វីលីពីនដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួនស្ថិតនៅក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រោយបទឈប់បាញ់ចូលជាធរមានសូមជម្រាបជូនថារហូតមកដល់ពេលនេះប្រជាពលរដ្ឋស៊ីវិលនៅតំបន់បឹងត្រកួនចំនួន 1870 គ្រួសារស្មើនឹង 8790 នាក់ក្នុងនោះមានកុមារចំនួន 1980 នាក់ដែលកំពុងភៀសសឹកហើយនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញបាននៅឡើយដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅទីតាំងខាងលើតាមរយៈការរាយបន្លាលួសដាក់ពង្រាយទូកុងតឺន័ររួមទាំងផ្ទះសម្បែងរបស់ពួកគាត់ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរការចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានគូបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមានចែងនៅក្នុងចំណុចទី4នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងកិត្តិយសកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែ UT Possibility Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមពិធីសារកំណត់ព្រំដែនផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀម MOU ឆ្នាំ2000 TOR ឆ្នាំ2003ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកក្នុងន័យនេះកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនិងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រាប់លើទីតាំងជាក់ស្ដែង Fait accompli នោះឡើយនឹងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនៅរាល់សកម្មភាពជាឯកតោភាគីសកម្មភាពរំលោភ